សូមអនុញ្ញាតគ្រប់នឹងសួស្តីដល់អ្នកទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូមួយនេះស្វាគមន៍មកកាន់វីដេអូថ្មីពីខ្ញុំបាទសែនជីវ័នហើយក្នុងថ្ងៃនេះដែរគឺខ្ញុំនឹងធ្វើជាវីដេអូមួយដែលតបតាមការសន្យាដែលខ្ញុំបាននិយាយថាខ្ញុំនឹងធ្វើជាវីដេអូមួយដែលទាក់ទងទៅនឹងការរៀនទៅលើមុខជំនាញនីតិសាស្ត្រដោយដែលយើងដឹងហើយថាមុខជំនាញនីតិសាស្ត្រនេះគឺជាមុខជំនាញមួយដែលមកដល់ពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថាយុវវ័យយើងគឺគាត់មានការចាប់អារម្មណ៍ច្រើនទៅលើមុខជំនាញមួយនេះប៉ុន្តែអ្នកខ្លះគាត់អាចថាមករៀនតាមគ្នាមិនទាន់ជាសិក្សាឲ្យបានស៊ីជម្រៅទេហើយអ្នកខ្លះទៀតគាត់បានសិក្សាដែរតែមិនទាន់បានលម្អិតអញ្ចឹងថ្ងៃនេះក្នុងនាមខ្ញុំជាអតីតនិស្សិតថ្នាក់បញ្ញាបត្រនីតិសាស្ត្រនិងនិស្សិតថ្នាក់បញ្ញាបត្រជាន់ខ្ពស់ជំនាញផ្នែកនីតិឯកជនខ្ញុំសូមចែករំលែកចំណេះដឹងខ្លះៗទាក់ទងទៅនឹងការសិក្សាជំនាញផ្នែកនីតិសាស្ត្រនៅកម្រិតបរិញ្ញាបត្រដោយដែលយើងដឹងហើយទាក់ទងទៅនឹងការរៀនជំនាញផ្នែកនីតិសាស្ត្រនេះដែរនៅក្នុងស្រុកខ្មែរនេះមានសាកលវិទ្យាល័យជាច្រើនដែលបើកបង្រៀននៅមុខជំនាញនីតិសាស្ត្រដែលយើងហៅសាមញ្ញថាផ្នែកច្បាប់នេះគឺមានសាលាជាច្រើនសឹងតែគ្រប់សាលាទៅឲ្យលើកលែងទៅសាលាទាក់ទងផ្នែកវិទ្យាសាស្ត្រប៉ុន្តែបើសិនជាសួរខ្ញុំថាតើសាលាណាដែលល្អបំផុតសម្រាប់ការសិក្សាអប់រំផ្នែកនីតិសាស្ត្រនេះខ្ញុំសូមមិននិយាយថាសាលាមួយណាល្អជាងសាលាមួយណាទេដោយសារវាអាស្រ័យទៅលើយើងអ្នករៀនប៉ុន្តែបើសួរថាសាលាណាដែលល្បីជាងគេផ្នែកនីតិសាស្ត្រនេះគឺខ្ញុំសូមនិយាយថាសាលាភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចហើយដោយសារជាសាលាដែលមានវ័យចំណាស់ដែលបើកវគ្គបណ្ដុះបណ្ដាលបើកទាក់ទងទៅនឹងការបង្រៀនផ្នែកនីតិសាស្ត្រនេះគឺយូរឆ្នាំមកហើយចំពោះការសិក្សារបស់ខ្ញុំវិញគឺខ្ញុំអត់បានរៀននៅសាលាភូមិន្ទនីតិសាស្ត្រឬវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលហៅកាត់ថាសាលារូនេះទេគឺខ្ញុំបានរៀននៅពុទ្ធិកសាកលវិទ្យាល័យប្រសិទ្ធមនីរាជាដែលមានទីតាំងនៅក្នុងបរិវេណវត្តស្វាយពពែហើយចំពោះការសិក្សាអប់រំនេះដែរមិនថាសាលាណាទេគឺយើងសិក្សានិយាយជារួមគឺ4ឆ្នាំប៉ុន្តែជាក់ស្ដែងមិនមែន4ឆ្នាំពេញទេអាចថា3ឆ្នាំជាងទៅតាមកម្មវិធីសិក្សារបស់សាលាចឹងទៅហើយបើយើងនិយាយអំពីមុខវិជ្ជាដែលត្រូវរៀនវិញគឺកិច្ចឲ្យដូចពីច្បាប់ធំទាំង5ក្រមទាំង4និងច្បាប់ធំមួយទៀតគឺរដ្ឋធម្មនុញ្ញដូចជាយើងដឹងស្រាប់ហើយយើងរៀនច្បាប់ទាំងអស់គឺគោរពទៅតាមច្បាប់មេគឺច្បាប់ណាគឺរដ្ឋធម្មនុញ្ញអញ្ចឹងជាគោលយើងត្រូវរៀនពីរដ្ឋធម្មនុញ្ញហើយនិងច្បាប់ទាំង4ហើយច្បាប់ពិសេសផ្សេងទៀតផ្ដោតសំខាន់បំផុតគឺក្រមទាំង4នេះហើយមានក្រមព្រំទាន់នីតិវិធីព្រំទាន់ក្រមរដ្ឋប្រវេណីនីតិវិធីរដ្ឋប្រវេណីហើយក៏មានច្បាប់ពាក់ព័ន្ធផ្សេងៗទាក់ទងរដ្ឋបាលផ្សេងៗចឹងទៅតែបើសួរថាផ្ដោតសំខាន់បំផុតគឺក្រមទាំង4ហ្នឹងហើយនឹងរដ្ឋធម្មនុញ្ញហើយមួយវិញទៀតតាក់ទងទៅនឹងវិធីសាស្ត្រក្នុងការរៀនដោយសារគ្នាយើងមួយចំនួនក៏សួរខ្ញុំថាតើធ្វើម៉េចទើបអាចរៀនឆាប់ចេះឆាប់ចាំចំណាំឆាប់បានណាសម្រាប់ខ្ញុំតក៏មិនមែនជាអ្នកចេះដឹងឲ្យខ្លាំងដែរគ្រាន់តែថាយើងបានឆ្លងកាត់អញ្ចឹងតាក់ទងប្រវត្តិនៃការរៀនរបស់ខ្ញុំចំពោះការរៀនគឺផ្ដោតតាក់ទងរៀនផ្នែកច្បាប់នេះគឺផ្ដោតសំខាន់បំផុតគឺយើងប្រកែកអានត្រូវចាំថាយើងរៀនច្បាប់យើងសង្កេតមើលក្រមព្រំទាន់នីតិវិធីព្រំទាន់ក្រមរដ្ឋប្រវេណីនីតិវិធីរដ្ឋប្រវេណីសិតតែកម្រាស់ក្រាស់ណាស់អញ្ចឹងបើសិនជាយើងខ្ជិលអានគឺច្បាស់ណាស់គឺយើងរៀនមិនចេះទេដោយសារយើងអ្នកច្បាប់ត្រូវអំណះអំណាងទៅអានទៅលើមេត្រាអានទៅលើក្រមយើងហ៊ានចោទប្រកាន់គេបែបនេះយើងហ៊ានបដិសេធបែបនេះយើងហ៊ានលើកចំណុចនេះមកនិយាយតើសំអាងទៅលើច្បាប់ណាសំអាងទៅលើក្រមណាសំអាងទៅលើមេត្រាណាអញ្ចឹងតើតើយើងប្រកែកអានសូម្បីមកដល់ពេលបច្ចុប្បន្ននេះខ្ញុំអានក្រមព្រំទាន់ចប់ជិត30-40 ដងហើយខ្ញុំនៅមិនទាន់អាចនិយាយបានថាខ្ញុំចាំបានអាចថាបានត្រឹមតែ30-40%ប៉ុណ្ណោះចុះទៅមកទីយើងមួយចំនួនដែលអានទៅចប់ម្ដង2ដងឬអ្នកខ្លះអានមិនទាន់ចប់ផងហើយអង្គុយតែលូតារាម៉ាលើ Facebook TikTok ហ្នឹងតើសួរថាចេះបានដល់របៀបណាខ្ញុំសង្កេតឃើញយុវវ័យមួយចំនួនគាត់ចូលចិត្តថតប្អូនតែអាក្រមហ្នឹងនៅអង្គុយនៅហាងកាហ្វេហ្នឹងអង្គុយនៅហាងកាហ្វេថតប្អូនចប់សភៅក្រមប៉ុន្តែបើសួរថាបានអានអត់ទេខ្ញុំសង្កេតឃើញអញ្ចឹងដោយសារអីខ្ញុំអ្នកស្គាល់គ្នាដែរខ្ញុំឃើញគាត់ថតប្អូនក្រមអញ្ចឹងទៅប៉ុន្តែចាក់ស្ដាយគាត់អង្គុយប្រប្រាយគ្នាគ្មានបានអានផងនេះគឺជាមូលហេតុមួយតែគាត់វាមិនចេះហើយដូចបញ្ជាក់អញ្ចឹងមិនមែនថាខ្ញុំជាអ្នកចេះដឹងខ្លាំងអីទេគ្រាន់តែថាបទពិសោធន៍យើងរៀនបានក្រមបានដែរហើយមួយទៀតត្រូវចេះតាមដានព្រឹត្តិការណ៍សង្គមដែរដោយសារយើងរៀនច្បាប់យើងលើកពីអង្គហេតុក្នុងសង្គមអញ្ចឹងយើងត្រូវចេះតាមដានព័ត៌មានទៅលើព្រឹត្តិការណ៍ផ្សេងៗដើម្បីជាឧទាហរណ៍ដើម្បីផ្សារភ្ជាប់ទៅនឹងការរៀនរបស់យើងរៀននៅទស្សន័យហើយបើសិនយើងបានអនុវត្តធ្វើការជាអ្នកហាត់ការជាចំនួនការផ្នែកច្បាប់ទៀតគឺរត់តែល្អប្រសើរអញ្ចឹងបើសិនជាយើងមានឱកាសបានរៀនបណ្ដាលធ្វើការបដាយើងធ្វើការតាក់ទងផ្នែកអ្វីដែលយើងរៀនគឺផ្នែកច្បាប់ទៀតគឺយើងឆាប់ចេះឆាប់ចាំចំណាំឆាប់បានដោយសារអីយើងបានទាំងទស្សន័យយើងបានទាំងការអនុវត្តយើងឆាប់យល់ចំណុចខ្លះខ្ញុំធ្លាប់រៀននៅក្នុងសាកលបញ្ញាបត្រខ្ញុំអត់យល់ទេតែពេលដែលខ្ញុំមកធ្វើការងារខ្ញុំសិក្សាបន្ថែមខ្ញុំអនុវត្តផ្ទាល់ទៅខ្ញុំអាចយល់ដឹងបានមួយទៀតតាក់ទងទៅនឹងការស្រាវជ្រាវយើងប្រកែកអានតាមដានព្រឹត្តិការណ៍សង្គមហើយយើងត្រូវចេះស្រាវជ្រាវការស្រាវជ្រាវគឺជាវិធីសាស្ត្រដ៏ល្អបំផុតមិនថាតែមុខវិជ្ជាជំនាញផ្នែកនីតិសាស្ត្រទេរដ្ឋបាលអីផ្សេងទាំងពេទ្យទាំងអីក៏ដោយគឺមិនដែលចោលគឺការស្រាវជ្រាវហ្នឹងដោយសារការស្រាវជ្រាវវាពង្រីកចំណេះដឹងបន្ថែមដូចយើងដឹងឧទាហរណ៍មុខវិជ្ជានីតិព្រំទាន់ទៅយើងរៀនតែ15ទៅ16សប្តាហ៍ទេតែសួរថា15ទៅ16សប្តាហ៍យើងរៀនអត់ទេមេត្រា1ដល់182តែយើងអាចយល់បានអត់គ្រូមានពេលបញ្យល់អត់ទេអ
ចឹងយើងត្រូវមកស្រាវជ្រាវខ្លួនឯងអានខ្លួនឯងស្វែងរកឯកសារបន្ថែមពង្រីកចំណេះដឹងបន្ថែមស្រាវជ្រាវចងក្រងបន្ថែមហើយខ្ញុំលើកទឹកចិត្តឲ្យអ្នកនរគ្នារៀនស្រាវជ្រាវដូចខ្ញុំជាក់ស្ដែងនេះគឺជាសមិទ្ធផលដែលខ្ញុំទទួលបានពីការស្រាវជ្រាវរបស់ខ្ញុំគឺសភៅនីតិព្រំប្រទានទូទៅហើយនឹងនេះបងមិត្តភក្តិខ្ញុំគឺសភៅនីតិវិធីព្រំប្រទានដែលអាចថាសភៅទាំងពីរនេះប្រៀបដូចជាគូស្នេហ៍អញ្ចឹងដែលសារមួយគឺច្បាប់គ្រឹះច្បាប់សារធាតុមួយទៀតគឺជាច្បាប់នីតិវិធីគាត់ថាព្រំប្រទានវាមាននីតិព្រំប្រទានទូទៅនីតិព្រំប្រទានពិសេសវាអាចថាពីវែងបើនីតិវិធីគឺយើងសរសេរមកបញ្ចប់យកមកអញ្ចឹងការដែលយើងបានស្រាវជ្រាវបន្ថែមទី1យើងចេះយើងឆ្ងល់ហើយយើងយកឯកសារយើងទៅឲ្យលោកគ្រូអ្នកគ្រូដែលគាត់មានចំណេះជំនាញគាត់ជួយបណ្ឌិតជួយអីបន្ថែមទៅគាត់នឹងជួយកែតម្រូវចំណុចដែលយើងខុសយើងអាចដឹងបន្ថែមយើងបរិយាចំណេះដឹងបន្ថែមហើយយើងសរស្នាដៃទៀតដូចខ្ញុំចេញបរិញ្ញាភ្លាមខ្ញុំមានឯកសារសម្រាប់ឲ្យសិស្សភ្លាមដោយសារអីយើងបានស្រាវជ្រាវពេលដែលយើងនៅរៀនថ្នាក់បញ្ញាបត្រនិងអនុបណ្ឌិតនេះក៏ជាការយល់ឃើញរបស់ខ្ញុំក៏ដូចជាវិធីសាស្ត្រខ្លះៗប៉ុណ្ណោះអញ្ចឹងវានឹងមានចំណុចផ្សេងពីនឹងទៀតអាស្រ័យទៅតាមបុគ្គលរៀងខ្លួនអញ្ចឹងបើសិនជាមានចំណុចខុសឆ្គងតមកការណាមួយសូមមេត្តាយកយកអធិស្ឋានអញ្ចឹងវីដេអូនេះសូមបញ្ចប់ត្រឹមតែនេះសូមអរគុណសូមជម្រាបលា